Ba chỉ biết số bộ máy bọc ôn ba ngày ní ngày thì đọc làm bấy ngày muối năm pi pon một phi mùi chăm bát bùa cả một bị chọc càng ngày ní mà rồi phải nói chu là tệ chốn bộ cô sao chu là tệ chốn đã mi tì táng thật nơi không không sao chấm nơi cả lô xa muối phơi cả lố và sọc rịm sắp hai cái trẻ ba tiền ní miền tầm hôm chợ sài bộ máy bọc ôn tiền ní miền tầm hôm chợ sài nhờ làm pi cô đừng đọc làm mùi trên hàng khéo mà mày mày pi bà mày pi thế bà vì tôi muốn nhầm đạm một mày cả lá đâm bây giờ ngày khói dù mày cả lá càng này tali chết sải tiền ní cứ tầm hôm chết sải làm pi con đập vào muối trên trồng hiếng mười mày pi tặc bà chiều rúm một đi những ai thợ ba không tầm hôm vào muối con đập lăng tứ bà để xa vì miền trên trồng hiếng hay năng ở sọ đục hàng một pi vào muối con đập lăng tới những ai thợ bàn cho pua vào muối con vốn thợ bàn được kia bàn tay những ai cho trồng hiếng tê cái những sama ở hàng múc những mưa khơi đôi khi bà tầm hôm tiết chết sải cứ ai thợ bànបែបហ្នឹងបាទនេះយើងមើលពីមុខជាប់តែម្ដងបាទមើលពីមុខជាប់តែម្ដងជាមួយនឹងមុខផ្ទះទាំងអស់នេះគឺពណ៌ម្ចាស់ផ្ទះអ្នករើសទាំងអស់ជ្រៃអីយើងរក្សាភាពដើមគឺម៉ូដស្អាតបែបហ្នឹងបាទម្ចាស់ផ្ទះកំពុងតែលើកសម្អាតថែមបាទចំពោះទាំងថ្នាំទាំងជ្រៃទាំងជ្រុងបាទយើងក៏បានសួរម្ចាស់ផ្ទះដែរថាគាត់ពេញចិត្តហើយឬនៅមុនយើងបញ្ចប់ការងារនេះជូនគាត់បាទនេះខ្ញុំបញ្ជាក់កន្លែងចំហៀងមិញនេះគឺចំហៀងមិញខ្ញុំនិយាយថា1ម៉ែត្រ2តឹកបាទវីដេអូខ្លះខ្ញុំបាននិយាយថា1ម៉ែត្រកន្លះបាទនេះក៏1ម៉ែត្រកន្លះនេះគឺខ្ញុំគិតថាបើយើង1ម៉ែត្រកន្លះគឺវាបានធំទលេជាងនឹងប៉ុន្តែជាផ្ទះនេះជាស្រែង7x6ចេញចំហៀងនេះគឺ1ម៉ែត្រ2តឹកជាងដាក់ទ្វារចេញទៅជ្រៃសសររបស់យើងនេះគឺយើងលេខាងខំឲ្យធំបាទដើម្បីយើងមើលទៅឃើញស្ដុកមែនតើបាទពុកម៉ែបងប្អូនបាទឃើញស្ដុកមែនតើផ្ទះនេះបាទយើងក៏លេខមកមើលទ្វាររបស់យើងគឺមិនធម្មតាដែរគឺលំដាប់បាទប្រភេទទ្វារសុវត្ថិភាព 2K បាទ 2K បាទខាងក្នុងរបស់យើងគឺបែបនេះការ៉ូបាតរបស់យើង60បាទការ៉ូបាតយើង60ហើយការ៉ូជញ្ជាំងរបស់យើងនេះគឺ30ជាមួយនឹងជ្រៃជញ្ជាំងមួយទៀតគឺសោភ័ណភាពដោយពុកម៉ែបងប្អូនដែលបានមើលឃើញហើយអំពូលរបស់យើងវិញគឺប្រភេទអំពូលជាមួយនឹងពីដាន2ផងបងប្អូនយើងមាន3ពណ៌យើងមាន3ពណ៌បាទនេះខ្ញុំបង្ហាញតែមួយពណ៌ទេបាទយើងមាន3ពណ៌បាទដើម្បីកុំឲ្យវីដេអូនឹងវែងពេកបាទយើងមកមើលផ្ទះបាយទាំងអស់គ្នាបាទផ្ទះបាយរបស់យើងនេះបងប្អូនយើងចេញ1ម៉ែត្រ2ឆ្លាស់ប៉ុណ្្នឹងហើយបើយើងជិះ1ម៉ែត្រកន្លះគឺយើងឆ្លាស់ជាងនឹងទៀតបាទនេះជាផ្ទះបាយរបស់យើងមានកង្ហារបំពាក់ជូនគាត់មួយទៀតបាទជារួមកង្ហារនេះគឺគាត់ទិញមកខ្លួនឯងទេជាងរៀបចំប្រព័ន្ធភ្លើងរៀបចំជូនគាត់តែម្ដងបាទនេះជាផ្ទះបាយរបស់យើងបញ្ជាក់ឡើងវិញផ្ទះនេះមានទំហំ7x16ចេញចំហៀងនេះបាទចំហៀងទ្វារនេះគឺ1ម៉ែត្រ2តឹកបាទ1ម៉ែត្រ2តឹកបន្ទប់គេយើងទទួលបាន3បន្ទប់ទឹកយើងបាន4បាទបន្ទប់គេ1បន្ទប់ទឹក1បាទហើយនឹងបន្ទប់ទឹករួម1បាទនេះជាបន្ទប់ទឹករួមរបស់យើងបាទមើលខាងក្នុងតិចបាទបន្ទប់ទឹករួមរបស់យើងគឺធំឆ្លាស់ល្អបាទអាចនិយាយរួមទៅគឺឆ្លាស់ធំមែនតើបងប្អូននេះជាបន្ទប់ទឹករួមបាទបន្ទាប់មកយើងចូលមើលបន្ទប់កូនពៅបាទបន្ទប់កូនពៅរបស់គាត់បាទក្នុងបន្ទប់មួយមានបន្ទប់ទឹកមួយបាទដោយសារតែផ្ទះនេះធំបន្ទប់មួយបន្ទប់ទឹកមួយហើយយើងនៅតែមាន space ទូលាយធំស្អាតល្អដដែលបាទក្នុងបន្ទប់នេះមានប្រព័ន្ធភ្លើងដែលយើងរៀបចំទុកដាក់ទិន្នជាពីដាន2ផងពូលធំមួយបាទពូលតូចជុំវិញបាទហើយនឹងកង្ហារមួយដែលដាក់ក្នុងបន្ទប់នេះជាស្ដែងបាទនៅក្នុងនេះហើយយើងមានបន្ទប់ទឹកមួយតូចច្រឡឹងបាទតូចនេះគឺមិនមែនតូចទេគឺធំដដែលបាទទុកទឹករបស់យើងគឺបែបនេះបាទក្នុងនេះយើងមានចានប្រគុណសារអនាម័យការឈូបបាទហើយឡាបូលាងដៃបាទលេបុកកញ្ចក់គឺមកស្អាតគាត់បែបនេះបាទទ្វាររបស់យើងនេះគឺកំងបាទកំងបាទទ្វារនេះកំងជាក់ស្ដែងជាមួយនឹងខាងរោងចក្របន្តមកនេះយើងមកមើលបន្ទប់កូនទី2បងប្អូនបន្ទប់កូនទី2របស់យើងដូចបន្ទប់កូនពៅអញ្ចឹងបាទធំស្លាស់ល្អក្នុងនេះមានដូចគ្នាខ្សែត្រៀមទុកភ្ជាប់ម៉ាស៊ីនត្រជាក់កង្ហារអំពូលភ្លើងបាទតូចធំបាទរួមជាមួយនឹងបន្ទប់ទឹកមួយប្រាក់ឯកជនភាពបាទក្នុងបន្ទប់ទឹកយើងគឺមានដូចគ្នាបងប្អូនបាទមានដូចគ្នាចានបកូនធំបាទនិយាយរួមទៅមានដូចគ្នាទៅជាមួយនឹងបន្ទប់កូនពៅបាទជាមួយទៅកូនពៅបន្ទាប់ពីនេះគឺយើងទៅមើលបន្ទប់មេគ្រួសារធំដាំងឆ្លាស់ល្អតែម្ដងបាទនេះគឺបន្ទប់យើងមើលបន្ទប់ទឹកសិនមកចូលមកយើងឃើញបន្ទប់ទឹកមួយបាទធំឆ្លាស់ល្អមានម៉ាស៊ីនទឹកក្តៅមួយទៀតបងប្អូនថែមលើសពីបន្ទប់ផ្សេងៗបាទ
ខាងក្នុងរបស់យើងគឺបែបនេះបាទគឺសោភ័ណភាពគឺបែបនេះបងប្អូនបាទដែលមានតម្រូវការក្នុងការសាងសង់បាទបើយកຂະຫນាតនេះគឺធំមែនទែនប៉ុន្តែគេយើងចំណាយឲ្យច្រើនបន្តិចបងប្អូនយើងចំណាយឲ្យច្រើនបើធៀបជាមួយនឹងវិឡាខ្នាតតូចបាទថ្ងៃនេះគឺយើងបញ្ចប់ជូនហើយបញ្ជាក់ជូនបងប្អូនទីតាំងការដ្ឋាននេះមានទីតាំងស្ថិតនៅឃុំសោបចំណុចគីឡូ31ស្រុកព្រៃប្រសពខេត្តកញ្ចេះបាទខេត្តកញ្ចេះបាទជារួមខ្ញុំពូការាអ្នកខេត្តកញ្ចេះបាទផ្ទះនេះក៏នៅលើទឹកដីខេត្តកញ្ចេះបាទខ្ញុំសប្បាយចិត្តក្នុងការសាងសង់ផ្ទះមិនថាស្រុកកណ្ដាលមិនថាខេត្តកណ្ដាលតែផ្ទះណាក៏ដោយខ្ញុំតែងតែយកចិត្តទុកដាក់ឲ្យនឹងអរគុណដល់ម្ចាស់ផ្ទះតែងតែផ្ដល់ឱកាសឲ្យខ្ញុំបាទពូការាក៏ដូចជាក្រុមការងារមរតកខ្មែរបានមានឱកាសសាងសង់ផ្ទះជូនបងប្អូនបាទចំពោះបងប្អូនដែលមានតម្រូវការក្នុងការសាងសង់បាទអាចឆាតមកកាន់ page មរតកខ្មែរគឺ page ពូអក្សរាម៉ែការសំណង់បាទអក្សរាម៉ែការសំណង់ហ្នឹងបាទឬតាមលេខទូរស័ព្ទដែលមានលេខ097 97 95 197បញ្ជាក់ជូនលេខទូរស័ព្ទនេះមានលេខ Telegram ផងដែរបាទសូមអរគុណ